ស្សនិកជនជាទីមេត្រីមនុស្សជាច្រើននៅតែគិតថាបណ្ដាញសង្គមគឺជាពិភពនិម្មិតពេលខ្លះធ្វើឲ្យយើងខ្ជះខ្ជាយពេលវេលាប៉ុន្តែតាមការពិតទៅមានបុគ្គលនិងអង្គភាពបានទាញយកអត្ថប្រយោជន៍បណ្ដាញសង្គមដើម្បីផ្ដើមអាជីពនិងផ្សព្វផ្សាយសារប្រសាសកម្ម ពេលផ្ដើមអាជីពជាមួយរបរចាក់ឡែន Farm Week សឿងបានជ្រើសបង្ហោះផលិតផលលើ Facebook លើ TikTok និង Instagram នៅពេលដែលមានអតិថិជនដឹងដល់សឿងតើហ៊ានចូលរួមផ្សារពាណិជ្ជកម្មអេឡិចត្រូនិកតាំងពីកំងទំនិញដំបូងមកដល់សប្តាហ៍ថ្ងៃនាងទទួលកំងទំនិញច្រើនជាង200ក្នុងមួយខែលើវេទិកាទាំងអស់ ចំពោះយុវជនរូបនេះបណ្ដាញសង្គមបានជួយយ៉ាងច្រើនសម្រាប់ការផ្សព្វផ្សាយផលិតផលនាំផលិតផលរបស់ខ្លួនកាន់តែជិតស្និទ្ធជាមួយអតិថិជន Bây giờ em thấy សប្តាហ៍ថ្ងៃនិន្នាការធ្វើអាជីវកម្មបង្ហោះតាមបណ្ដាញសង្គមដែលកំពុងពេញនិយមខ្លាំងចាប់ពីហាងតូចៗរហូតដល់ហាងធំៗទាំងអស់លក់ទំនិញនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកងាយស្រួលជិតដិតជាមួយនឹងអតិថិជនកាន់តែច្រើន ក៏អាស្រ័យបណ្ដាញសង្គមទម្រង់ឆ្នោតជាតិនៃក្តីស្រឡាញ់របស់សម្ព័ន្ធយុវជនសង្កាត់ភូលើយទីក្រុងកង្ខើរក្សាជាង10ឆ្នាំនេះជាទម្រង់លោកឆ្នោតជាតិបង្កមូលនិធិប្រើប្រាស់សម្រាប់សកម្មភាពជំនួយយុវកុមារនិងសកម្មភាពសុខុមាលភាពសង្គមនៅភូមិភាគពីទម្រង់នេះឆ្នោតជាតិជាង 44,000 សន្លឹកបានលក់ចេញប្រាក់ជាង 55 លានដុល្លារបានចំណាយដើម្បីជូនអំណោយជិត 700 ចំណែក ការធានារ៉ាប់រងសុខាភិបាលចំនួន 47 ដល់សិស្សក្រកុមារជនជាតិភាគតិច អតិថិជនមើលលើទំព័រ Zalo ជ្រើសទិញឆ្នោតជាតិដើម្បីគាំទ្រទម្រង់ mọi người cũng sẽ bình luận và để mua cái ủng hộ cái mô hình vé số yêu thương này បានបង្កើតពីខែកក្កដាឆ្នាំ 2025 មកដល់សប្តាហ៍ថ្ងៃទំព័ររណាសេមាតុភូមិឃុំញូយ៉ាមានអ្នកតាមដានជាង 1,100 នាក់និងការទំនាក់ទំនងជាង 82,000 លើកនាក់ពីព័ត៌មានទំនាក់ទំនងរហូតដល់គោលនយោបាយច្បាប់ទម្រង់ល្អៗការធ្វើប្រកបដោយអត្ថន័យរហូតដល់បណ្ដាស្ថានភាពលំបាកត្រូវការជំនួយបានបង្ហោះនៅទីនេះ អត្ថបទបានធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃព័ត៌មានដែលមានផលប្រយោជន៍ជាច្រើនបានចែករំលែកដល់ប្រជាជនយ៉ាងឆាប់រហ័សឆ្លងតាមផែនភ័យ ក្នុងពិភពនិម្មិតសប្តាហ៍ថ្ងៃมันមានការខ្វះភាពអសកម្មនិងភាពរំខាននោះទេប៉ុន្តែនៅតែមានក្របពូជត្រឹមត្រូវពីទំព័រលក់ទំនិញតូចតាចការបង្ហោះចែករំលែករហូតដល់បណ្ដាញផ្សព្វផ្សាយដើម្បីសហគមន៍ នៅពេលបណ្ដាញសង្គមបានប្រើប្រាស់ដោយមានទំនួលខុសត្រូវនិងសេចក្ដីស្រឡាញ់វាមិននៅជានិមិត្តទៀតទៅហើយប៉ុន្តែខ្លាចជាស្ពានតភ្ជាប់តម្លៃជីវិតនិងតភ្ជាប់មនុស្ស